អាជ្ញាធរនិងមន្ត្រីជំនាញស្រុកឈូកបន្តខិតខំជំរុញនិងលើកកម្ពស់សក្តានុពលវិស័យកសិកម្មអាជ្ញាធរនិងមន្ត្រីជំនាញកសិកម្មស្រុកឈូកបានប្រាប់ឲ្យដឹងថាកសិកម្មជាវិស័យស្នូលសម្រាប់ស្រុកឈូកក្នុងការជួយស្ដារនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចស្រុកក៏ដូចជាខេត្តកំពតហើយបច្ចុប្បន្នស្រុកឈូកកំពុងតែយកចិត្តទុកដាក់ជំរុញនិងលើកកម្ពស់ដល់ការដាំការចិញ្ចឹមនិងការផ្សព្វផ្សាយដើម្បីស្វែងរកទីផ្សារជូនពលរដ្ឋខណៈដែលវិសាលភាពផ្ទៃដីកសិកម្មមានដល់ជិត 50,000 ហិកតាអភិបាលស្រុកឈូកលោកសៅមឿនបានប្រាប់ឲ្យដឹងថាស្រុកឈូកជាស្រុកមួយដែលមានសក្តានុពលខ្លាំងបំផុតទៅលើវិស័យកសិកម្មបច្ចុប្បន្នការដាំដំណាំបន្លែផ្លែឈើផ្សេងៗនិងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរខណៈដែលប្រជាកសិករមួយចំនួនធំបន្តពង្រីកនិងបង្កើនការចិញ្ចឹមនិងការដាំបន្ថែមចំពោះកសិកម្មនៅក្នុងនេះគឺយើងមានដំណាំច្រើនដូចជាដូងយើងដូងដែលយើងហូបផ្លែបាទដូងនេះខុសគ្នាចង់ថាដូងគឺមានរសជាតិផ្អែមឆ្ងាញ់នៅក្នុងហ្នឹងហើយមានដូងមានកៅស៊ូមានម្រេចមានតារ៉េនហើយមានសាម៉ាវហើយក៏ដូចជាមានដំណាំគួមសំទីថែមទៀតជាបន្លែសុវត្ថិភាពផ្ទះសំណាញ់ឥឡូវនេះយើងក៏មានច្រើនដែរហើយក្រុមការងារក៏បានជំរុញបន្ថែមទៀតឲ្យបងប្អូនប្រជាពលរដ្ឋចូលជាសហគមន៍ក្នុងនោះគឺមានមន្ត្រីខាងកសិកម្មរបស់យើងចុះជំរុញបន្ថែមទៀតនឹងចងក្រងជាសហគមន៍ដើម្បីឲ្យគាត់ផលិតនៅបន្លែសុវត្ថិភាពទាំងអស់នោះដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារនេះគឺជាការរួមចំណែកអញ្ចឹងការមួយទៀតគឺតាក់ទងជាមួយនឹងការចិញ្ចឹមសត្វយើងមានតាំងពីគោទាដែលក្នុងនោះសម្រាប់ផ្គត់ផ្គង់ទីផ្សារហើយក៏ដូចជាប្រភេទទាំងអស់នេះគឺយើងយកមកលក់នៅក្នុងនេះគឺយើងមាននៅទីផ្សាររបស់យើងគឺនៅតាមផ្សារឈូកគឺយើងមានផ្គត់ផ្គង់និងចែកចាយទៅតាមបណ្ដាខេត្តផ្សេងផងដែរគឺវិសាលភាពគឺធំណាស់អញ្ចឹងទៅលើផ្ទៃដីនៃការបង្កើនផលនៃការចិញ្ចឹមសត្វគឺបងប្អូនប្រជាពលរដ្ឋយើងគឺបានពង្រីកនៃការចិញ្ចឹមហើយក៏ជាការធ្វើស្រែតែគ្រាន់តែទឹកយើងគ្រប់គ្រងមិនគ្រប់គ្រាន់អញ្ចឹងបើសិនជាក្នុងករណីយើងពេញយើងស្ដារបានល្អអញ្ចឹងគាត់អាចធ្វើបានច្រើនទាំងរដូវប្រាំងហើយក៏ដូចជារដូវវស្សានេះក៏យើងធ្វើបានច្រើនដែរក្នុងវិស័យកសិកម្មទាំងអស់នេះហើយនឹងបន្លែគឺជាចំណុចដែលសំខាន់ព្រោះបងប្អូនរបស់យើងកន្លែងណាទៅនេះគាត់ចាប់ដាំហើយលោកអភិបាលបានបន្តថាទាំងអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធបានខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បីជំរុញនិងលើកកម្ពស់ទាំងការដាំការចិញ្ចឹមនិងការផ្សព្វផ្សាយស្វែងរកទីផ្សារជូនពលរដ្ឋហើយស្រុកក៏មានការជួយជ្រោមជ្រែងពីឯកឧត្តមបណ្ឌិតម៉ៅធនិនអភិបាលខេត្តផងដែរដើម្បីឈានទៅរៀបចំផែនការនិងចក្ខុវិស័យសម្រាប់ថ្ងៃខាងមុខស្រុកមានចក្ខុវិស័យមួយគឺជំរុញតាក់ទងជាមួយនឹងការដាំដុះហើយនឹងការចិញ្ចឹមសត្វនៅក្នុងស្រុកដើម្បីផ្គត់ផ្គង់នៅក្នុងនោះគឺមានមន្ត្រីកសិកម្មដែលសហការជាមួយនឹងខាងមន្ទីរដើម្បីជំរុញបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឬក៏សហគមន៍ចងក្រងនិងផលិតនៅដំណាំទាំងអស់នេះដើម្បីលក់នៅក្នុងទីផ្សារដើម្បីបង្កើននូវសេដ្ឋកិច្ចគ្រួសារនៅក្នុងស្រុកឈូកទាំងមូលទី2តាក់ទងជាមួយនឹងភូមិមួយផលិតផលមួយយើងតែងតែជំរុញឲ្យបងប្អូនមានការចូលរួមមិនថានៅខេត្តឬក៏នៅទីកន្លែងផ្សេងខេត្តផ្សេងទេគឺជំរុញឲ្យគាត់នឹងលើកទឹកចិត្តឲ្យគាត់នឹងចូលរួមនឹងការលើកកម្ពស់ធ្វើម៉េចផ្សព្វផ្សាយតាក់ទងជាមួយនឹងផ្នែកកសិកម្មនៅក្នុងស្រុកឈូករបស់យើងមួយទៀតគឺសម្រាប់ស្រុកចក្ខុវិស័យរបស់ស្រុកគឺមួយទៀតគឺតាក់ទងជាមួយនឹងអាងត្រពាំងបឹងក៏យើងជំរុញដែរសក្តានុពលកន្លែងនេះគឺសំខាន់ជាបេះដូងនៃស្រុកឈូកមួយដែរដែលយើងត្រូវធ្វើដើម្បីឲ្យទីផ្សារទាំងអស់ហ្នឹងគឺមានការទី1នៅពេលរាត្រីគាត់អាចលក់ដូរបានគាត់អាចមកកំសាន្តជាកន្លែងសាធារណៈទាំងអស់ហ្នឹងជាបែបជាលក្ខណៈទេសចរអាចចិញ្ចឹមបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះមួយដែលឡែកក្នុងពេលថ្មីនេះក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាយដាមបានខេត្តដែលលោកបានដោយផ្ដើមគំនិតមួយទៀតល្អណាស់ហើយខ្ញុំពិតជាសប្បាយចិត្តគឺតាក់ទងជាមួយនឹងកន្លែងដែលបោះដុំទំនិញបាទឬមានន័យថាផលិតផលកសិកម្មបាទទាំងមានទាំងបន្លែបាទមានទាំងមាន់ទាំងទានិយាយទៅតាក់ទងជាមួយនឹងផលិតផលកសិកម្មទាំងអស់គឺយើងនឹងធ្វើការនៅកន្លែងបោះដុំមួយដែលនៅខាងឃុំបឹងនិមលតែម្ដងបាទក្នុងនេះគឺជាទីផ្សារមួយដែលលោកដោយផ្ដើមហើយស្រុកក៏នឹងជំរុញបន្ថែមទៀតទៅលើទីតាំងនេះដើម្បីធ្វើម៉េចឲ្យកន្លែងនេះជាកន្លែងបោះដុំធំបាទជំរុញឲ្យសេដ្ឋកិច្ចទីផ្សារបងប្អូនប្រជាពលរដ្ឋដែលក្នុងមូលដ្ឋានជីវភាពរបស់គាត់កាន់តែល្អប្រសើរហើយសម្រាប់ភ្ញៀវទេសចរដែលឆ្លងកាត់ទីនេះគឺអាចចូលទិញហើយនឹងចែកចាយបន្តទៀតបាទកន្លែងហ្នឹងបាទប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកឈូកលោកហែមហ៊ុយបានឲ្យដឹងថាស្រុកឈូកបានចងក្រងបង្កើតសហគមន៍កសិកម្មចំនួន18មានទាំងសហគមន៍ចិញ្ចឹមសត្វដាំបន្លែនិងដំណាំផ្សេងៗ
បាទសម្រាប់ស្រុកឈូកខ្ញុំមាន18សហគមន៍ដំណើរសហគមន៍កើតឡើងហ្នឹងដោយសារគោលការណ៍របស់រាជរដ្ឋាភិបាលមានកម្ចីឲ្យជាកញ្ចប់ថវិកាមួយចំនួនបាទតាមរយៈអង្គការសហការជាមួយអង្គការក្រៅរដ្ឋាភិបាលដូចជាកម្មវិធីអាស្ប៉ាយហ្នឹងយើងបានរៀបចំសហគមន៍ហ្នឹងបាន8បាទក្នុងហ្នឹងមានចំមន់មានដាំបន្លែបាទហើយក្នុងនោះយើងមាន2ទៀតសម្រាប់អង្គការអូរិដាគាត់ក្រៅរដ្ឋាភិបាលហ្នឹងគាត់ជួយបង្កើតសហគមន៍ឲ្យហើយមួយទៀតមាន GDA បាទ2ដែរបាទហើយក្នុងនោះមានប្រជាពលរដ្ឋហ្នឹងដែលគាត់បង្កើតសហគមន៍ដោយខ្លួនឯងគាត់ចាប់អារម្មណ៍អញ្ចឹងគាត់សហការគ្នាចងក្រងជាសហគមន៍ហ្នឹងគាត់បានបង្កើតបានមួយសរុបទាំងអស់វា18បាទជាទូទៅយើងជាមន្ត្រីកសិកម្មយើងបានជំរុញសុំតាមរយៈអង្គការនិងក្រុមការងារថ្នាក់ជាតិក៏ដូចអង្គការមួយចំនួនផ្សេងអង្គការក្រៅរដ្ឋាភិបាលឲ្យជួយជីកជាដូងជាតម្រូវស្តុបទឹកបាទហើយធ្វើទំនប់សប្តាហ៍នេះយើងកំពុងតែរៀបចំស្ដារអាងត្រពាំងបឹងអីយ៉ាងនេះនឹងទំនប់ទឹកត្រពាំងទំនប់បឹងនិមលក៏ដូចជាថ្មពូកហ្នឹងដើម្បីយើងស្ដារយកស្តុបទឹកអាងទឹកហ្នឹងដើម្បីបម្រើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋឲ្យបានងាយស្រួលកុំឲ្យខ្វះទឹកអញ្ចឹងបាទហ្នឹងហើយតាមការបញ្ជាក់របស់មន្ត្រីជំនាញស្រុកឈូកមានផ្ទៃដីកសិកម្មសរុប 46,813 ហិកតា ក្នុងនោះផ្ទៃដីដាំស្រូវ 19,313 ហិកតា ផ្ទៃដីដាំដុះសាបបកម្មរយៈពេលខ្លីមាន 2,500 ហិកតា និងរយៈពេលវែង 25,000 ហិកតា បញ្ហាប្រឈមច្បងគឺផ្លូវសម្រាប់ដឹកកសិផលមកទីផ្សារមិនទាន់បានល្អនិងកង្វះទឹកស្រោចស្រពដែលអាជ្ញាធរខេត្តនិងស្រុកកំពុងខិតខំដោះស្រាយបញ្ហានេះ